បាទសូមគោរពជម្រាបសួរបងប្អូនណាគោរពជម្រាបសួរបងប្អូននៅក្នុង TikTok ទាំងអស់គ្នាហើយក៏ដូចជាក្នុង YouTube ទាំងអស់គ្នាផងដែរបាទថ្ងៃនេះខ្ញុំមានខ្សែកមួយឈុតសម្រាប់ចែកជាវបងប្អូនបាទហើយគឺខ្សែកនេះសាងពីឈើក្លឹមតែយើងខ្មៅបងប្អូនណាហើយរួមជាមួយនឹងខ្នែមកគូខ្នែជ្រូកព្រៃប្រយុទ្ធខាងខ្មែរខាងអូសមថតចេញពីទឹកដីអូសមវាលវែងពោធិ៍សាត់ផ្ទាល់បងប្អូនណាហើយនឹងព្រះមួយអង្គនេះគឺសាងមកពីឈើក្លឹមតែយើងខ្មៅដូចគ្នាបងប្អូនណាអូច្រឡំអធិស្ឋានព្រះមួយអង្គគឺព្រះ7កាយាបាទនៅក្នុងនេះគឺមានគ្រប់សពហើយព្រះពុទ្ធប្រនីព្រះពុទ្ធបណ្ឌបាតបាទព្រះពុទ្ធត្រង់គ្រឿងអីហ្នឹងព្រះពុទ្ធប្រនីគឺត្រង់គ្រឿងអីបាទព្រះពុទ្ធផ្ចាញ់មាព្រះពុទ្ធចូលទីមង្គតបាទគឺមានគ្រប់សពអស់ហើយមួយអង្គនេះគឺ7កាយាបាទទូអង្គព្រះពុទ្ធហើយរួមជាមួយនឹងខ្នែប្រយុទ្ធជ្រូកខ្មែរនៅខាងអូសោនេះមកគូបងប្អូនណាហើយមើលសាច់តល់ហើយសាច់ឡើងកដាញ់ស្អាតមែនតើបាទហើយពោះខ្នែវិញហើយមើលសំលៀងគេវិញសំលៀងដល់ហើយស្អាតមែនតើបាទស្អាតណាស់បាទហើយសាច់ខ្នែគឺបែបនេះបងប្អូនខ្នែខាងខ្មែរខាងអូសោខ្ញុំគឺតែប៉ុណ្្នឹងឯងបាទសាច់បែកទៅដោះគោសស្អាតរលោងស្អាតណាស់ហើយចំពោះខ្នែម្ដងនេះវិញគឺស្អាតអត់មានប្រេះបាក់បែកទេហើយកន្លែងចាននេះគឺរលោងស្អាតមែនតើបាទជាមួយនឹងសំលៀងគេដាច់ស្អាតមិត្តហ្មងអត់មានកន្លែងទាស់ទេហើយបើសាច់កន្លែងនេះគឺកដាញ់បងប្អូនអាចមើលបានណាបាទម្ដងនេះក៏ដូចគ្នាគូគេបាទគឺសាច់កដាញ់បែបនេះស្អាតហើយមកដល់ចុងគឺសំលៀងបែបនេះដូចគ្នាស្អាតដាច់មិត្តដូចគ្នាចានខ្នែគឺស្អាតពោះខ្នែគឺស្អាតហើយមកមើលខាងចានវិញខាងចានគឺស្អាតមែនតើបងប្អូនអលងស្អាតបែកទៅដោះគោហ្មងអានេះស្លឹកមាសទេបាទស្លឹកមាសដែលខ្ញុំបញ្ចុះដែលខ្ញុំដាក់ក្នុងកមួនបាទកមួនយើងលាបទៅជាប់ហើយកន្លែងចាននេះវិញគឺរលោងស្អាតមែនតើបាទហើយចម្លៀងគឺស្អាតបាទហើយបងប្អូនមើលទៅសាច់ខ្នាយបែបនេះចានចម្លៀងបែបនេះបាទស្អាតជាងសេរ៉ាមិចទៀតតែខ្ញុំតានីបងប្អូនណាបើមិនសុតមិនស៊ីនគឺសងបច្ច័យគុណ10វិញបាទគឺខ្ញុំថតចេញផ្ទាល់ពីទឹកដីអូសោមហើយចម្លៀងនេះស្អាតណាស់អញ្ចឹងបច្ច័យធូទេបងប្អូនណាមកឈុតនេះខ្នាយ2ជាមួយនឹងព្រះមួយអង្គហើយខ្សែកមួយគឺយកទៅពាក់បានហ្មងបាទតាមជំនឿគ្រប់ធុសាសន៍អាចជួយយើងបានណាបងប្អូនជួយបាត់ផ្លូវការងាររស៊ីពើពន់មុនខ្មៅអីគឺលោកអាចជួយបានបជាគ្រោះបជាអីទាំងឡាយណាបងប្អូនអញ្ចឹងសូមអរគុណសូមជម្រាបលា